អ្នកកសែនវាអង្គុយលេងទីនោះដែរបាញ់វាទៅបងកុំនៅមកអង្គយូរអីមិនបានទេម៉ាក់ក៏នឹងកន្លែងនោះដែរប្រយ័ត្នបាច់ត្រូវម៉ាក់ណាស្រីម្នាក់ដែលចាស់ហើយថែមទាំងឈួតឡប់ទៀតនោះគាត់ចំដៃលបងណាអើលោកជំទាវមិនសប្បាយចិត្តពីរឿងអីទៅចាអ៊ំអួនអាចយល់ពីចិត្តខ្ញុំបានដដែលពុទ្ធោពុទ្ធោធ្វើម៉េចមិនឲ្យនាងខ្ញុំយល់ដល់ចិត្តលោកជំទាវបានទៅបើខ្ញុំនៅជាមួយលោកជំទាវតាំងពីលោកជំទាវមិនទាន់រៀបការរហូតពេលនេះកូនកំមុំលោកជំទាវធំពេញកំមុំចិត្តបានរៀបការទៀតទៅហើយនិយាយពីកូនអធិតយាខ្ញុំពិបាកចិត្តខ្លាំងណាស់រឿងនាយម៉ារីនមែនទេខ្ញុំប្រាប់តាមត្រង់ទៅចុះខ្ញុំមិនចូលចិត្តនាយម៉ារីននោះទេគិតមើលទៅឃើញដើរតាមនាងសារភីនៅសុកសុងនៅពេលកូនយ៉ាត្រឡប់មកវិញលែងតាមសារភីមកដើរតាមកូនយ៉ាតើឲ្យនាងសារភីគិតធ្វើយ៉ាងម៉េចទៅនាងសារភីគិតយ៉ាងម៉េចនោះនាងខ្ញុំថាវាមិនសំខាន់ដោយដែលអ្នកនាងអធិចាគិតយ៉ាងម៉េចនោះទេខ្ញុំត្រេកអរខ្លាំងណាស់ដែលមានឱកាសបានចិត្តដិតជាមួយនឹងនាងយ៉ាតែពីរនាក់បែបនេះនេះលោកម៉ារីនចង់ញ៉ាយខ្ញុំមែនទេចុះបើខ្ញុំចង់ញ៉ាយនាងពិតមែននោះនាងយ៉ាថាយ៉ាងម៉េចដែរឃើញថាត្រូវសួរសុរភីមើលសិនហើយថាគេថាយ៉ាងម៉េចខ្ញុំនិងសុរភីមិនបានមានជាស្អីនឹងគ្នាទេបើមិនប្រាប់មិនដឹងទេណានាងយ៉ាកំឡោខ្ញុំលេងអីខ្ញុំនិងសុរភីមិនបានជាស្អីនឹងគ្នាពិតមែនយើងគ្រាន់តែជាមិត្តរាប់អានគ្នាប៉ុណ្ណោះដូច្នេះបើខ្ញុំពេញចិត្តនៅនាងយ៉ាមែននោះសុរភីគេគ្មានសិទ្ធិមកថាអីឲ្យខ្ញុំទេអញ្ចឹងហ៎តែបើលោកម៉ារីនចង់ញ៉ាយខ្ញុំពិតមែននោះឃើញថាពិបាកបន្តិចហើយព្រោះខ្ញុំមានសង្សារហើយគេជាជនជាតិបារាំងឈ្មោះមីឆែលហើយនៅមិនប្រហែលថ្ងៃទៀតគេនឹងខំមករកខ្ញុំបើមានឱកាសខ្ញុំនឹងណែនាំឲ្យលោកស្គាល់ណា